បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងធ្វើការបលែងបរិវារយើងឲ្យគាត់ចេញក្រៅត្រង់បន្តិចទៅបងប្អូនណាដើម្បីឲ្យគាត់ស្រូបយកនៅបរិយាកាសខាងក្រៅបាទដោយសារតែថ្ងៃគឺមានការបើកថ្ងៃល្អបាទហើយយើងបាទបលែងវាមកខាងក្រៅបាទយើងចំហទ្វារឲ្យពួកគាត់ចេញមកខាងក្រៅដើម្បីសំយោគខ្លួនបន្តិចទៅបងប្អូនណាបាទអីយុគមិញហ្នឹងធ្វើការញាស់បន្តទៀតហើយបងប្អូនណាបាទតិចទៀតយើងនឹងមានទាសាច់លក់ជូនបងប្អូនណាហើយកូនគឺយើងអត់តាន់ទេបងប្អូនណាគឺយើងទុកឲ្យបាន100មេសិនបងប្អូនពេលដែលយើងបានមេច្រើនអធិស្ឋានបងប្អូនណា50មេ100មេច្រើនបងប្អូនបាន50មេទើបយើងធ្វើការលក់កូនបងប្អូនណាឥឡូវនេះគឺយើងទុកសម្រាប់ពូជហើយនឹងទាសាច់សិនបងប្អូនណាឥឡូវយើងមានការញាស់បន្តបាទព្រឹកមិញនេះគឺញាស់បាន10ក្បាលជាងហើយបងប្អូនបាទហើយនៅក្នុងនេះវាក់បានមួយសប្តាហ៍ជាងហើយបងប្អូនណាដូចជា10ថ្ងៃហើយបាទនេះគឺយើងមានដែរបាទមានទាំងកូនក្រងានមួយគ្រាប់ផងដែរបងប្អូនដោយសារតែមេនឹងវាចោលមកសៀតបងប្អូនណាមិនចោលមកសៀតទេសត្វឆ្កែចូលស៊ីពងបងប្អូនណាហើយវាអត់ខាពងវាចឹងឆ្កែស៊ីអត់ទៅនៅសល់តែមួយហ្នឹងបាទគឺបានផលមួយហ្នឹងបាទហើយនេះគឺបាទថ្ងៃនេះគឺយើងធ្វើការប្រឡែងពួកវាឲ្យចេញទៅខាងក្រៅតែឃើញអត់ចេញសោះធំបងប្អូនមួយដូចជា1គីឡូជាងហើយអាយុទឹមតែ1ខែកន្លះហើយបងប្អូនណាហើយយើងឲ្យស៊ីមានដូចជាកូនកង្កែបដែលយើងងាប់ហ្នឹងគឺយើងបោះឲ្យស៊ីទៅហើយមានដូចជាកតួចកសូឡាចុងអង្គបាទលាយដោយស៊ីបងប្អូនបាទហើយយើងមានចំណីសម្រាប់បន្តិចមិនទួចដែរដូចជា10% 20%អីប៉ុណ្ណឹងឯងយើងលាយផ្សំជាមួយនឹងកាកសំណល់ផ្ទះបាយមានចុងកមានចកសាឡាមានកតួអីជាដើមដាក់ឲ្យស៊ីបងប្អូនបាទហើយថាសុខភាពល្អធម្មតាបងប្អូនបាទយើងចិញ្ចឹមបែបលក្ខណៈគ្រួសារបងប្អូនឃើញទេបាទហើយយើងចាក់វ៉ាក់សាំងចាក់ឲ្យបានត្រឹមត្រូវទៅបាទទីទៀតសង្ឃឹមថាបានច្រើនជាងនេះបងប្អូនបាទចាំតាមដានpage របស់ខ្ញុំបាទឬក៏ Facebook របស់ខ្ញុំបងប្អូនអាចតាមដានមើលថាវាវិវត្តទៅដល់កម្រិតណាព្រោះពីមុនខ្ញុំធ្លាប់បានធ្វើវីដេអូដែរពាក់ព័ន្ធជាមួយនឹងpage ចាស់របស់ខ្ញុំដែលវាខូចបាត់ទៅណាបងប្អូនបាទគឺយើងមានត្រឹមតែមេ4ក្បាលមេទា4ក្បាលកងានញីមួយឈ្មោលមួយយើងធ្វើការទិញគេមកអស់ដូចជា300000ពីក្បាលហ្នឹងបងប្អូនញីមួយឈ្មោលមួយហ្នឹងហើយនឹងមន់យើងទិញគេអស់ដូចជាប្រហែលមើលនេះផ្លេចដែរបងប្អូនដល់4ក្បាលញី3ឈ្មោលមួយបងប្អូនណាហើយទាកប៉ាដូចគ្នាដូចជា3 4ក្បាលទេឥឡូវយើងមានមន់រយៈពេលដូចជាតាមខ្ញុំចាំដូចជា5 6ខែអញ្ចឹងយើងមានទាកប៉ារហូតទៅដល់ទាំងកូនទាំងមេទាំងអីចូល100ក្បាលជិត200ហើយបងប្អូនហើយមន់យើងមានចូល100ក្បាលដែរហើយកងានយើងមានជាង10ក្បាលបងប្អូនណាបាទជាង10ក្បាលទេកងានណាបាទអញ្ចឹងប្រហែលជាមួយឆ្នាំទៀតគឺយើងអាចនឹងមានច្រើនជាងនេះបងប្អូនបាទអាចនឹងមានច្រើនជាងនេះអញ្ចឹងបងប្អូនទៅទៀតបងប្អូនត្រូវការអីអាចតាក់ទងបានហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសក្នុងការចិញ្ចឹមគឺខ្ញុំចិញ្ចឹមបែបលក្ខណៈសាមញ្ញធម្មតាទេបងប្អូនណាគឺប្រើតែចំណីកាកសំណល់ផ្ទះបាយបន្តិចតួចដែលយើងមានទៅហើយយើងមើលថែទាំទឹកឲ្យវាបានផឹកគ្រប់គ្រាន់ទៅហើយនឹងអនាម័យនៅក្នុងទ្រុងយើងកុំឲ្យវាមានក្លិនធំក្លិនកខ្វក់ទៅហើយនឹងចាក់នៅវ៉ាក់សាំងទៅគឺតែប៉ុណ្្នឹងទេបងប្អូនណាបាទគឺតែប៉ុណ្្នឹងទេយើងចំណាយពេលធ្វើវាមួយថ្ងៃបន្តិចចឹងទៅណាបាទថ្ងៃណាយើងត្នេទៅយើងឈៀតធ្វើទៅថ្ងៃណាដែលយើងរវល់ទេគឺយើងទុកវាចោលសិនទៅបងប្អូនណាដោយសារតែការងារខ្ញុំវាមិនមែនតែមួយមុខនេះទេគឺខ្ញុំការងារខ្ញុំច្រើនបងប្អូនណាបាទអញ្ចឹងយើងអាចផ្ដោតទៅលើតែមួយមុខបានទេតើតែយើងចេះឆ្លៀតចេះប្រើពេលវេលាដ៏មានតម្លៃរបស់យើងហ្នឹងដើម្បីយកមកអភិវឌ្ឍខ្លួនយើងដើម្បីឲ្យជីវភាពគ្រួសារយើងហ្នឹងបានល្អប្រសើរជាងនេះបងប្អូនអរគុណច្រើនបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលាបាយបាយ